គិតត្រឹមត្រីមាសទី1ឆ្នាំ2025នេះកម្ពុជារកចំណូលបានពីការនាំចេញផលិតផលកៅស៊ូចំនួនជាង$116លានចំនួននេះបានកើនឡើងជាង 15% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ2024ទន្ទឹមគ្នានេះតម្រូវការជ័រកៅស៊ូពីសំណាក់រោងចក្រផលិតសម្បកកង់រថយន្តក្នុងស្រុកក៏កំពុងកើនឡើងជាបន្តបន្ទាប់ផងដែរសមាគមអភិវឌ្ឍកៅស៊ូកម្ពុជាអះអាងថាលទ្ធភាពនៃការផលិតនិងការផ្គត់ផ្គង់កៅស៊ូរបស់កម្ពុជាគឺអាចគ្រប់គ្រងបានដោយគ្មានបញ្ហាអ្វីទាំងអស់តាមរបាយការណ៍របស់អគ្គនាយកដ្ឋានកៅស៊ូនៃក្រសួងកសិកម្មការនាំចេញជ័រកៅស៊ូរបស់កម្ពុជាក្នុងត្រីមាសទី1ឆ្នាំ2025ទទួលបានទឹកប្រាក់$114.93លាននិងការនាំចេញឈើកៅស៊ូទទួលបានទឹកប្រាក់$1.33លានចំពោះតម្លៃជ័រកៅស៊ូវិញត្រូវបានអគ្គនាយកដ្ឋានកៅស៊ូអះអាងថាក្នុងត្រីមាសទី1ឆ្នាំ2025គឺមានតម្លៃជាមធ្យម$1,923ក្នុង1តោនពោលកើនឡើងចំនួន$474ឬស្មើនឹង 32.7% ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ2024លោកម៉ែនសុភ័ក្រប្រធានសមាគមអភិវឌ្ឍកៅស៊ូកម្ពុជាបានប្រាប់វិទ្យុបារាំងអន្តរជាតិ RFE នៅថ្ងៃទី13មេសានេះថាការនាំចេញផលិតផលកៅស៊ូរបស់កម្ពុជាគឺមានចំនួនច្រើនជាងការផ្គត់ផ្គង់ក្នុងស្រុកតាមលោកម៉ែនសុភ័ក្រលទ្ធភាពនៃការផលិតកៅស៊ូរបស់កម្ពុជានាពេលបច្ចុប្បន្ននេះគឺគ្រប់គ្រាន់តែលោកថាក្រុមហ៊ុនផលិតសម្បកកង់ឡានតម្រូវឲ្យពង្រឹងគុណភាពលើការកែច្នៃកៅស៊ូបន្ថែមទៀតប្រធានសមាគមអភិវឌ្ឍកៅស៊ូកម្ពុជាដដែលរូបនេះបានបន្ថែមថាបច្ចុប្បន្ននេះកម្ពុជាមានរោងចក្រផលិតសម្បកកង់ចំនួន3និងកំពុងរៀបចំដំឡើងចំនួន3រោងចក្រទៀតតាមរបាយការណ៍របស់អគ្គនាយកដ្ឋានកៅស៊ូគិតត្រឹមដំណាច់ឆ្នាំ2024កម្ពុជាមានផ្ទៃដីកៅស៊ូសរុបជាង425,000ហិកតាក្នុងនោះផ្ទៃដីជាកៅស៊ូជ័រមានចំនួន33,000ហិកតាស្មើនឹង 77.63% នៃផ្ទៃដីកៅស៊ូសរុបនិងផ្ទៃដីថែទាំ95,000ហិកតាស្មើនឹង 22.37% ចំណែកផ្ទៃដីកៅស៊ូកសិឧស្សាហកម្មមានចំនួន 23,122ហិកតាស្មើនឹង 52.44% និងផ្ទៃដីកៅស៊ូគ្រួសារមានចំនួន 22,321ហិកតាស្មើនឹង 47.56% គូបញ្ជាក់ថាក្នុងឆ្នាំ2024ការនាំចេញផលិតផលជ័រកៅស៊ូនិងឈើកៅស៊ូទទួលបានទឹកប្រាក់សរុប$671.68លានពោលកើនឡើង 36.48% បើធៀបនឹងឆ្នាំ2023ប្រាក់ចំណូលដែលបានមកពីការនាំចេញជ័រកៅស៊ូមានចំនួន$666.25លាននិងចំណូលពីការនាំចេញឈើកៅស៊ូមានចំនួន$5.4លាន